គ្រាន់តែឃើញ poster មានរូបកីឡាករបឺតសង្ឃឹមនិងរូបកីឡាករសុកធីហៅកាកាឃើញថាអ្នកគាំទ្រចាប់អារម្មណ៍និងចង់ឃើញការប្រកួតរបស់អ្នកទាំងពីរណាស់បាទអញ្ចឹងបងប្អូនប្រហែលជាឃើញហើយបាទ poster ចេញមកដោយ CNC បាទ CTN បងប្អូនណាបាទចេញមកមានរូបបាទកីឡាករបឺតសង្ឃឹមមានរូបកីឡាករសុកធីហៅកាកាបាទហើយដាក់ថ្ងៃប្រកួតទៀតបងប្អូនបាទដាក់ថ្ងៃប្រកួតទៀតចាប់ពីថ្ងៃទី4ដល់ថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះបាទអញ្ចឹងនឹងមានការប្រកួតបាទរវាងកីឡាករសុកធីក៏ដូចជាកីឡាករបឺតសង្ឃឹមបាទប៉ុន្តែយ៉ាងណាមិញការប្រកួតនេះពួកគាត់មិនមែនទាន់ជួបគ្នាទេបាទពួកគាត់មិនមែនទាន់ជួបគ្នាទេគឺការប្រកួតនេះពួកគាត់ដឹកដៃគ្នាទៅប្រកួតនៅសាយវៀនបាទ KKIF បាទដែលមានការរៀបចំឲ្យប៉ះជាមួយនឹងកីឡាករបរទេសបងប្អូនណាបាទអញ្ចឹងមិនទាន់ជួបគ្នាទេបងប្អូនខ្លះគ្រាន់តែឃើញ poster ចេញមកបាទដាក់បន្ទឹមគ្នាល្អមែនតើបាទដាក់បន្ទឹមគ្នាល្អមែនតើគិតថាអ្នកទាំងពីរនេះជួបគ្នាតាមពិតបាទគឺមិនដូចអ្វីដែលបងប្អូនបានមើលឃើញទេបាទអញ្ចឹងមកថាការមើលឃើញនឹងភ្នែកមិនទាន់បានគេហៅថាមិនទាន់ច្បាស់ 100% ទេបងប្អូនបាទមិនទាន់ច្បាស់ 100% ទេសម្រាប់កីឡាករបឺតសង្ឃឹមនិងកីឡាករសុកធីហៅកាកាបើតាមដឹងគង់តែមានពេលវេលាជួបគ្នាបងប្អូនបាទអាចថ្ងៃឆ្លងឆ្នាំខាងមុខបាទបើតាមដឹងអាចថ្ងៃឆ្លងឆ្នាំខាងមុខបាទនឹងមានព្រឹត្តិការណ៍រៀបចំឲ្យប៉ះគ្នារវាងកីឡាករបឺតសង្ឃឹមជាមួយនឹងកីឡាករសុកធីហៅកាកាហើយបងប្អូនបាទមុនពួកគាត់ទាំងពីរជួបគ្នាបងប្អូនយល់យ៉ាងណាដែរតាក់ទងជាមួយនឹងកីឡាករបឺតសង្ឃឹមហើយនឹងកីឡាករសុកធីហៅកាកាព្រោះអីសិតតែជាកីឡាករក្បាច់ដូចគ្នាបងប្អូនបាទទាំងកីឡាករបឺតសង្ឃឹមក៏កីឡាករក្បាច់ទាំងកីឡាករសុកធីក៏ជាកីឡាករក្បាច់បាទក្បាច់ប៉ះក្បាច់ខ្លាចតែអត់វាយគ្នាបាទក្បាច់ប៉ះក្បាច់ខ្លាចតែគាត់ក្បាច់រឿងខ្លួនណាបងប្អូនបាទមួយថយអត់វាយគ្នាតែម្ដងប៉ុន្តែមិនអញ្ចឹងទេបាទមិនអញ្ចឹងទេកីឡាករក្បាច់ហើយនឹងកីឡាករក្បាច់អ្នកសម្រាប់អ្នកដែលចូលចិត្តបាទសម្រាប់អ្នកដែលចូលចិត្តមើលការប្រកួតប្រភេទកីឡាករវាយក្បាច់គឺគេជក់ចិត្តបាទប៉ុន្តែសម្រាប់កីឡាករសម្រាប់អ្នកគាំទ្រដែលពួកគាត់ចូលចិត្តការប្រកួតបែបបុកបែបគេហៅថាកំរោលណាបាទដើរចូលវាយដល់កំរោលអាហ្នឹងគាត់អាចថាវាយមើលការប្រកួតលក្ខណៈបែបវាយក្បាច់អត់សូវចូលទេបាទអញ្ចឹងតែងតែមានការរិះគន់ហើយបងប្អូនឃើញថាអ្នកខ្លះគូខ្លះវាយលក្ខណៈថាបុកបាទនៅតែមានការរិះគន់បាទព្រោះដោយសារតែអ្នកគាំទ្រខ្លះគាត់ចូលចិត្តការប្រកួតលក្ខណៈវាយបច្ចេកទេសកាលណាតែវាយចូលទៅចូលបុកអត់ចេះរងអត់ចេះកិច្ចអត់ចេះបច្ចេកទេសវាយដកថយអីនេះគឺថាត្រូវមាត់ពួកគាត់ទៀតអញ្ចឹងបានថាកីឡាករតែងតែខុសរហូតបាទអ្នកខ្លះវាយគេសន្លប់ហើយហ្នឹងឆ្លៀតស្ដីឲ្យគាត់ទៀតបាទឆ្លៀតបន្ទោសអាចឆ្លៀតបន្ទោសគាត់ទៀតអញ្ចឹងថាក្នុងនាមជាកីឡាករទោះតែចិត្តធ្ងន់បងប្អូនបាទក្នុងនាមជាកីឡាករទោះតែចិត្តធ្ងន់បើថាចិត្តឆេវឆាវស្រាលអីទេបាទអ្នកគាំទ្រគឺ 100% គឺថាតែងតែមានការរិះគន់ហើយបាទសូម្បីតែសឹងថាកីឡាករវាយដៃគូឲ្យសន្លប់ហើយគាត់នៅស្ដីឲ្យបានទៀតបាទបន្ទោសបានទៀតគាត់ថាខ្មោចឲ្យបាទថាខ្មោចឲ្យអញ្ចឹងមានអីទេបាទសម្រាប់ការប្រកួតរវាងកីឡាករបឺតសង្ឃឹមបាទបឺតសង្ឃឹមជាមួយនឹងកីឡាករសុកធីបាទមិនទាន់មានការប្រកួតនៅថ្ងៃអុំទូកនេះទេបងប្អូនបាទថ្ងៃទី4ដល់ថ្ងៃទី6នេះពួកគាត់ដឹកដៃគ្នាទៅវាយនៅហៅថាអាចបរិវេណនៅដីឡូមួយកន្លែងនៅចិត្តបូរីជីបម៉ុងបាទនៅពោធិ៍ចិនតុងបងប្អូនណាបាទអញ្ចឹងបងប្អូនដែលនៅម្ដុំហ្នឹងអាចទៅទស្សនាផ្ទាល់បានហើយមិនទាន់ដឹងច្បាស់ការថាពួកគាត់វាយនៅថ្ងៃណាទេតែចន្លោះពីថ្ងៃ4ថ្ងៃ5ថ្ងៃ6បាទអុំទូក3ថ្ងៃហ្នឹងមានពួកគាត់វាយហើយប៉ុន្តែមិនដឹងថាគាត់វាយចំថ្ងៃណាបងប្អូនបាទអញ្ចឹងចាប់អាប់ដេតបន្តទៀតពេលដែលដឹងព័ត៌មានច្បាស់បងប្អូនបាទអញ្ចឹងវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណបាទសូមជម្រាបលាបាទ